ឥឡូវហ្នឹងកំពុងតែ transit នៅក្នុងប្រទេសថៃចំនួន4ម៉ោងចិត្តបានទៅដល់ប្រទេសមីយ៉ាន់ម៉ាមានអារម្មណ៍ថាសប្បាយចិត្តផងអផងហើយក៏រៀងសាតិចដែរដោយសារតែអត់ចង់ទៅនឹងប្រហែលទេគឺ transit 4ម៉ោងហ្នឹងអត់បានធ្វើអីទេគ្រាន់តែដើរមើលគេមើលឯងអង្គុយធ្វើការហើយដើរមើលគេចុះឡើងក៏ដល់ម៉ោងយើងត្រូវហោះចេញប្រទេសថៃទៅប្រទេសមីយ៉ាន់ម៉ាគឺចិត្តទេខ្ញុំបានមកដល់ហើយអូតាគាត់មកយកអញ្ចឹងខ្ញុំបានចេញពីអូតាទៅរកអីញ៉ាំឆ្ពោះទៅកាន់វត្តស្វាតកោហ្នឹងដែលជាវត្តស័ក្តិសិទ្ធិបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ាបើតាមរឿងភេងវត្តហ្នឹងគឺត្រូវបានសាងសង់ឡើងប្រហែលជា2500ឆ្នាំមុននៅលើកំពូលរាជធានីអង្គរប្រទេសមីយ៉ាន់ម៉ាសពថ្ងៃរូបហ្នឹងគឺតម្កល់សម្រាប់ដាក់ខ្សែសក់របស់ព្រះពុទ្ធចំនួន8ទសៃកន្លែងហ្នឹងគឺជាកន្លែងដែលជានិមិត្តរូបនិងកន្លែងគោរពបូជាដ៏បរិសុទ្ធបំផុតរបស់ប្រជាជនប្រទេសមីយ៉ាន់ម៉ាប្រមាណជា90%គោរពព្រះពុទ្ធសាសនាបើមើលទៅតាមការសាងសង់វត្តហ្នឹងមើលទៅរៀងមូលខាងលើហើយនឹងការ៉េខាងក្រោមដែលមើលទៅវាស្តៀងនឹងទស្សនវិជ្ជារបស់ពុទ្ធសាសនាដែលតំណាងឲ្យឋានសួគ៌ត្រូវបានបង្កើតឡើងដោយមានផ្ទាំងមាសចំនួនប្រហែលជា20000ដែលគ្របដណ្ដប់ពីលើខាងខ្ពស់ខាងលើហើយនឹងមានគ្រឿងពេជ្រគ្រឿងអលង្ការមានតម្លៃជាច្រើនតុបតែងនៅកំពូលខាងលើនឹងបើតាមខ្ញុំអានប្រវត្តិសាស្ត្រនៅលើសំណេរចារនៅក្នុងវត្តហ្នឹងគឺវត្តហ្នឹងសាងសង់ឡើងប្រហែលជាចន្លោះសតវត្សទី6ដល់សតវត្សទី10តាមមិត្តភ័ក្តិខ្ញុំប្រាប់ថាវត្តហ្នឹងត្រូវបានរងការខូចខាតហ្នឹងដោយសារមិនជួយដីច្រើនដងហើយបន្ទាប់ពីត្រូវបានជួសជុលហើយនឹងស្ដារឡើងមកវិញហ្នឹងគេក៏បានបន្ថែមបង្កើនកម្ពស់វាហ្នឹងឲ្យបានខ្ពស់ដល់បច្ចុប្បន្នហ្នឹងកម្ពស់របស់វាប្រហែលជា99ម៉ែត្រស្មើនឹង325 feet វត្តនេះបើតាមឯកសារតួលេខគឺជាវត្តដែលសំខាន់បំផុតដែលគេចាត់ទុកថាជាសំណង់មួយមានភាពល្បីល្បាញលើពិភពលោកដែលអាចទាក់ទាញភ្ញៀវទេសចរច្រើនអ្នកមកទស្សនានៅក្នុងប្រទេសមីយ៉ាន់ម៉ាជារៀងរាល់ឆ្នាំបាទតាមឯកសារប្រាប់ថានៅលើកំពូលហើយនឹងមកកណាត់ខំខោមនៃស្ទូបហ្នឹងយើងធ្វើអស់មាសសុទ្ធចំនួន60តាឯកសារដែលបានបញ្ជាក់ថារឿងភេងវត្តហ្នឹងគឺត្រូវបានសាងសង់ដំបូងឡើយដោយបងប្អូន2នាក់ដែលគាត់ហ្នឹងបានទទួលការមកលេងពីព្រះពុទ្ធហើយព្រះពុទ្ធហ្នឹងក៏បានប្រគល់ខ្សែសក់របស់ព្រះអង្គហ្នឹងចំនួន8ទសៃហើយក៏បានប្រាប់បងប្អូន2នាក់ហ្នឹងឲ្យជួយយកទសៃសក់ទាំង8ទសៃយកទុកនៅក្នុងប្រាសាទបន្ទាប់ពីទទួលបានការណែនាំពីព្រះពុទ្ធបងប្អូន2នាក់ហ្នឹងក៏បានទៅសាងសង់វត្តមួយដែលមានឈ្មោះថាវត្តស្វេតកោហ្នឹងនៅកន្លែង